សាទបុរាណខ្មែររាប់ពាន់ប្រាសាទកសាងក្នុងសម័យមុនអង្គរសម័យអង្គរនិងអគារស្ថាបត្យកម្មដែលកសាងក្នុងសម័យអាណានិគមបារាំងត្រូវបានថែរក្សាទុកជាបេតិកភណ្ឌជាតិរបស់កម្ពុជាយ៉ាងណាមិញបេតិកភណ្ឌមិនមែនមានតែសំណង់បុរាណប៉ុណ្ណោះទេបណ្ណាសានិងឯកសារប្រវត្តិសាស្ត្រក៏ជាទ្រព្យសម្បត្តិជាតិដ៏មានតម្លៃដូចគ្នាបណ្ណាសាឋានជាតិនៃកម្ពុជាគឺជាទីកន្លែងដែលការពារនិងថែរក្សាបេតិកភណ្ឌឯកសារទាំងនេះដោយរក្សាទុកឯកសាររាប់លានច្បាប់សម្រាប់បច្ចុប្បន្ននិងអនាគតWell, I can only say essential and absolutely fundamental. How can we look at the history of the country without looking at the national institutions and the archives? បើសិនជាយើងអត់មានឯកសារទាំងអស់នេះណាយើងនឹងបាត់អត្តសញ្ញាណជាតិទាំងអស់ពីព្រោះទាំងអស់នឹងហើយដែលជាឲ្យគេពិភពលោកបានដឹងថាអ្នកសកម្មភាពនៃប្រទេសយើងណាតាំងពីដើមរៀងមកប្រព្រឹត្តយ៉ាងដូចម្ដេចហើយក៏ជាភ័ស្តុតាងសម្រាប់ដល់កូនចៅទាំងអស់ឲ្យដឹងចំណេះដឹងរបស់ខ្មែរយើងតាំងពីមុនមកយ៉ាងណាបណ្ណាសាគឺជាស្ពានភ្ជាប់អតីតកាលបច្ចុប្បន្ននិងអនាគតដែលជួយឲ្យយើងយល់ដឹងពីអតីតកាលសម្រាប់អភិវឌ្ឍបច្ចុប្បន្ននិងផ្ដល់ជាមូលដ្ឋានចំណេះដឹងឲ្យជំនាន់ក្រោយកសាងបន្តបណ្ណាសាឋានជាតិយើងហ្នឹងគឺនិយាយរួមឯកសារដែលសំខាន់គឺឯកសារសម័យអាណាព្យាបាលបារាំងហ្នឹងតែសម័យបារាំងគឺយកពន្ធតាំងពីដើមត្នោតចិញ្ចឹមឆ្កែក៏យកពន្ធអាទាសសេះក៏យកពន្ធចាគឺយកពន្ធសពបែបយ៉ាងអាការរស់នៅរបស់ប្រជាជនយើងសម័យបារាំងហ្នឹងយើងមើលឃើញថាវាមានគំនាបចាដែលយើងធ្វើឲ្យយើងអាចស្រាវជ្រាវសរសេរទៅដើម្បីឲ្យកូនចៅជំនាន់ក្រោយនឹងបានសិក្សាហើយឯកសារពិសេសជាងគេហ្នឹងគឺព្រំដែននឹងតែម្ដងចាបារាំងកំណត់ព្រំដែនឲ្យយើងឯកសារនេះមានទាំងអស់ដូចបច្ចុប្បន្ននេះព្រំដែនខាងណែស្អីឧត្តរមានជ័យទីមានជ័យគឺយើងមានទាំងអស់ហើយពាក់ព័ន្ធប្រាសាទតាមាន់អីគឺយើងមានទាំងអស់គឺទុកនៅទីនេះគឺមានទាំងអស់ហើយឯកសារសម័យសង្គ្រាមលោកលើកទី1កាលសម័យបារាំងក្នុងការកសាងពលានយន្តហោះនៅទីក្រុងម៉ាក្សីណាក៏កេណ្ឌប្រជាជនយើងទៅធ្វើជាកម្មករធ្វើពលានយន្តហោះនោះដូចគ្នាដែរការកត់ត្រានៅក្នុងឯកសារនៃបណ្ណាសាឋាននេះមិនមែនតែផ្នែកវិស័យរដ្ឋបាលទេសូមជំរាបថាគឺនៅក្នុងនេះគឺបើនិយាយអំពីច្បាប់គឺមានទាំងអស់ឯកសារទាំងនេះកត់ត្រាអំពីការគ្រប់គ្រងរដ្ឋបាលផែនទីព្រំដែនសង្គមមនុស្សនិងបទពិសោធន៍ជាប្រវត្តិសាស្ត្ររបស់កម្ពុជាដែលផ្ដល់ជាភស្តុតាងសម្រាប់ការយល់ដឹងអំពីអតីតកាលគំនិតផ្ដួចផ្ដើមដំបូងក្នុងការកសាងបណ្ណាសាឋានកើតចេញពីការងាររដ្ឋបាលនៅសម័យបារាំងដែលមានលិខិតរដ្ឋបាលផ្សេងៗសម្រាប់អនុវត្តការងារក្នុងសម័យនោះនៅឆ្នាំ1963 1900ហ្នឹងគឺវា7ឆ្នាំអញ្ចឹងចរន្តនៃការងាររដ្ឋបាលដោះស្រាយផ្សេងនៅក្នុងសម័យអាណាព្យាបាលបារាំងហ្នឹងគឺរយៈពេល7ឆ្នាំហ្នឹងគឺមានការឯកសារវាកើនឡើងលំហូរឯកសាររដ្ឋបាលកើនឡើងចឹងហើយដែលទេសាភិបាលបារាំងឥណ្ឌូចិនដែលលោក Albert Sarraut ហ្នឹងគាត់មានគំនិតបារម្ភគិតដល់ការពុកផុយឯកសារក៏ដូចជាឯកសារកើនឡើងមិនដឹងទុកដាក់ឯណាក្នុងការរៀបចំឯកសារនេះគឺគាត់មានគំនិតព្រួយផ្ដើមទៅលើ4ចំណុចដែលគាត់បារម្ភគឺទី1ប្រមូលឯកសារចាស់ដែលអត់ត្រូវការហ្នឹងដើម្បីរៀបចំបំផ្លាញចោលទៅណាកុំឲ្យវាតច្រើន
ហើយទី2រក្សាទុកនៅឯកសារដែលមានតម្លៃដល់ចំណុចទី3គាត់ត្រូវបង្កើតកន្លែងអគារពិសេសមួយដើម្បីរក្សាឯកសារហ្នឹងនៅក្នុងលក្ខខណ្ឌបរិស្ថានមួយដ៏ល្អបានន័យថាបរិស្ថានល្អដោយមានឃ្លាំងមួយល្អរក្សាក្នុងផ្ទៃតណ្ហភាពត្រឹមត្រូវដើម្បីការពារកុំឲ្យវាពុកផុយចាហើយដល់ទី4គឺត្រូវរៀបចំឲ្យមានប្រព័ន្ធចំណាត់ថ្នាក់ឯកសារហ្នឹងឲ្យទៅជាសំណុំលិខិតមានលេខចំណាត់ថ្នាក់មានលេខកូដលេខអីត្រឹមត្រូវដើម្បីងាយស្រួលក្នុងការប្រើប្រាស់ស្រាវជ្រាវរកឯកសារហើយក្នុងកំឡុងឆ្នាំ1911រហូតដល់1918ចាឬក្នុងពេលយោឆ្នាំប៉ុណ្ណឹងគឺទេសាភិបាលបារាំងហ្នឹងគាត់បានបង្កើតឲ្យមានអាស៊ីវជាដំបូងហ្នឹងគាត់បង្កើតជាព្រះរាជបណ្ណាល័យបណ្ណាល័យហ្នឹងគឺរៀបចំឡើងនៅឆ្នាំ1924ដល់បន្តមកបានបង្កើតឲ្យមានបានសាធារណជាតិយើងក្រោយ24ទេគឺនៅខាងក្រោយនេះឆ្នាំ1926ហ្នឹងគឺបានសាងសង់បាអាគារបានសាធារណហ្នឹងហើយបូឡាយគឺគេហៅថាអាស៊ីវសង្ត្រាល់ទេនៅក្នុងសម័យអាណានិគមបារាំងនៅភ្នំពេញនៅពេលសកម្មភាពការងាររដ្ឋបាលបានពង្រីកកាន់តែច្រើនក្រោមរដ្ឋបាលបារាំងបរិមាណឯកសារផ្លូវការក៏បានកើនឡើងដែលនាំឲ្យមានតម្រូវការសម្រាប់ប្រព័ន្ធបណ្ណាសាកណ្ដាលដើម្បីឆ្លើយតបនឹងតម្រូវការនេះអគារបណ្ណាសាឋានជាតិមួយត្រូវបានកសាងឡើងនៅទីក្រុងភ្នំពេញបន្ទាប់ពីសាងសង់រួចរាល់ឯកសារត្រូវបានបញ្ជូនទៅរក្សាទុកក្នុងឃ្លាំងហើយអ្នកជំនាញបណ្ណាសាបានចាប់ផ្ដើមរៀបចំធ្វើចំណាត់ថ្នាក់ឯកសារនិងអភិរក្សឯកសារទាំងនោះចាច្បាប់មួយគឺនៅឆ្នាំ1926ចុះថ្ងៃទី15ខែរងបាននៃខែមិថុនានៅឆ្នាំ1926ដល់1927រយៈពេល1ឆ្នាំហ្នឹងគឺលោកអាបែបែសេរ៉ូហ្នឹងគាត់ចាប់ផ្ដើមប្រមូលឯកសារចូលនៅឃ្លាំងអាស៊ីវហ្នឹងក្នុងហ្នឹងដែរគាត់បានណែនាំទៅដល់បណ្ដារដ្ឋបាលខេត្តមួយចំនួនទេគឺក្នុងហ្នឹងមាន4ខេត្តគឺសៀមរាបស្វាយរៀងកំពង់ធំនិងស្ទឹងត្រែងគឺត្រូវយកឯកសារមកទុកនៅអាស៊ីវហ្នឹងដែរហើយបន្តមកឆ្នាំ1935ហ្នឹងដែរយើងថយក្រោយបន្តិចទៅគាត់បានអញ្ជើញexpert បានន័យថាអ្នកជំនាញខាងបណ្ណាសាបានន័យបណ្ណាសានុរៈនៅបារាំងលោកប៉ូលប៊ូដេគាត់អញ្ជើញលោកប៉ូលប៊ូដេមកដើម្បីធ្វើម៉េចជួយរៀបចំធ្វើចំណាត់ថ្នាក់ឯកសារអស់ហ្នឹងចាសម័យជប៉ុនចូលស្រុក35-45ចាជប៉ុនចូលស្រុកហ្នឹងគឺបារាំងរត់ចេញអស់ហើយគាត់មានកុងសែវ៉ាទ័រគាត់មួយឈ្មោះលោកចាអីទេខ្ញុំគាត់និយាយមើលខាងនេះគាត់លោកណានេះមានកុងសែវ៉ាទ័រមួយបាននេះជាអ្នកអភិរក្សហ្នឹងគាត់ក៏ទៅសុខបារាំងបាត់ទៅហើយដល់ជំនាន់ហ្នឹងដល់ពេលហ្នឹងគឺមានលោកណែខ្មែរយើងម្នាក់លោកមកអោកចាមកអោកហ្នឹងគាត់ជាមន្ត្រីជំនាន់បារាំងហ្នឹងពី45ហ្នឹងជំនាន់ហ្នឹងមកកាន់អាស៊ីវមកដូចថាមកមើលគ្រប់គ្រងអាស៊ីវយើងណាជំនួសបារាំងដែលគាត់រត់ទៅស្រុកចំសម័យប្រជាដល់ពេលផុតពីជប៉ុនចូលស្រុកហ្នឹងទៅក៏បារាំងវិលមកវិញកាន់កាប់ការងារនឹងដដែលចាហើយក៏គេមានគំនិតបញ្ជូនមន្ត្រីខ្មែរមួយចំនួនហ្នឹងជាពិសេសមានតាមរូចិនមានតាមស្អីឲ្យទៅរៀនអាជីវៈនេះគឺឲ្យខ្មែរយើងមានតែម្នាក់ទេទី1គឺបង្រៀននៅឆ្នាំ1926គឺលោកប៉ាឈឿនចាប៉ាឈឿនហ្នឹងគឺមន្ត្រីខ្មែរទី1ដែលទៅរៀនពីការងារអាស៊ីវហ្នឹងចាហើយគាត់បានមកកាន់ការងារអាស៊ីវហ្នឹងនៅស្រុកខ្មែរយើងហ្នឹងកាន់របស់យើងហ្នឹងនៅឆ្នាំ1951ប៉ាឈឿនអញ្ចឹងដែលមន្ត្រីខ្មែរដំបូងដែលគ្រប់គ្រងធ្វើជាប្រធាននៅទីនេះគឺឆ្នាំ51មុនបានឯករាជ្យទៀតចា៎ការអភិវឌ្ឍទាំងនេះ
បានបង្ហាញការផ្លាស់ប្ដូរពីការគ្រប់គ្រងក្រោមរបបអាណានិគមបារាំងទៅជាការទទួលខុសត្រូវក្នុងការគ្រប់គ្រងដោយកម្ពុជាវិញលុះចូលដល់សម័យសង្គមរាស្ត្រនិយមដំណើរការបណ្ណាសាឋានជាតិមានការប្រែប្រួលខុសពីសម័យអាណានិគមបារាំងទោះបីជាមានអ្នកដឹកនាំការងារបន្តពីបារាំងក្តីឆ្នាំ1911យើងមានរាជកិច្ចចឹងរាជកិច្ចនៅសម័យសង្គមរាស្ត្រនិយមយើងមានសភៅរាជកិច្ចគឺបកគោណាបានបោះពុំរាល់កិច្ចការដឹកនាំក្រសួងណាបន្ទាប់ពីទទួលបានឯករាជ្យការងារបណ្ណាសាបានបន្តដំណើរការប៉ុន្តែឯកសារនៅតែរក្សាទុកដោយបែងចែកតាមក្រសួងនិងស្ថាប័នផ្សេងៗទោះជាយ៉ាងនេះក៏ដោយឯកសាររដ្ឋបាលជាច្រើនពីសម័យសង្គមរាស្ត្រនិយមនៅតែមានសល់រហូតមកដល់សព្វថ្ងៃនិងនៅតែជាប្រភពដ៏មានតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវចឹងរាជកិច្ចរយៈពេលឆ្នាំពី54មករហូតដល់ឆ្នាំ70 64 70គឺមានចានៅសម័យសង្គមរាស្ត្រនិយមគាត់មានតែប៉ុណ្ណឹងក្នុងរបបសាធារណរដ្ឋខ្មែរបណ្ណាសាឋានជាតិមានការប្រែប្រួលទាំងរចនាសម្ព័ន្ធនិងឯកសារដែលត្រូវយកមករក្សាទុកសម័យសាធារណរដ្ឋគឺបណ្ណាល័យនិងបណ្ណសារហ្នឹងគឺស្ថិតនៅក្រោមក្រសួងអប់រំខុសពីសម័យសង្គមរាស្ត្រនិយមដែលស្ថិតនៅក្រោមកុងសីដេមីនីសនៅប្រេស្ដង់ណានៅក្រមសាររដ្ឋមន្ត្រីយើងដឹងហើយព្រឹត្តិការណ៍សម័យលន់នល់ក៏ជាសម័យកាលនយោបាយសង្គ្រាមចឹងហើយឯកសារដែលជា dossier affair ហ្នឹងគឺมันមានទេមានដែរតែមានឯកសារដែលពាក់ព័ន្ធខ្លះដែលយើងមានដូចខ្ញុំចង់ជំរាបមួយដែរមានជាអាស៊ីវមានឯកសារមួយចំនួនដែលពាក់ព័ន្ធនឹងរឿងការស៊ើបអង្កេតការអីរបស់ទីភ្នាក់ងារប្រតិបត្តិព័ត៌មានយើងមានអញ្ចឹងប៉ុន្តែមិនមែននៅអាស៊ីវទេគឺនៅក្រសួងមហាផ្ទៃដោយនៅអានេះគឺស្ដីអំពីសកម្មភាពកំទេចខ្មាំងយាកុងនៅខេត្តព្រៃវែងអញ្ចឹងនេះសម័យលន់នល់ណាចាវាមានឯកសារអញ្ចឹងដែលយើងបានស្រាវជ្រាវទៅគឺនៅក្នុងក្រសួងមហាផ្ទៃចាតើឯកសារដែលដោះស្រាយការងារអីដូចយើងចេះគឺអត់មានទេភាពអស្ថិរភាពនយោបាយបានប៉ះពាល់ដល់ការបន្តការងាររដ្ឋបាលនិងការរៀបចំបណ្ណាសារឲ្យបានត្រឹមត្រូវតាមបច្ចេកទេសក្នុងរបបកម្ពុជាប្រជាធិបតេយ្យទោះបីបណ្ណាសាឋានជាតិកម្ពុជាត្រូវបានពួកប៉ុលពតយកទៅប្រើជាកន្លែងផ្សេងតែឯកសារស្ទើរតែទាំងអស់មិនបានបាត់បង់ឡើយប៉ុលពតហ្នឹងគឺបានយកទីតាំងអាស៊ីវហ្នឹងគឺជាកន្លែងចិញ្ចឹមសត្វចិញ្ចឹមជ្រូកពីព្រោះវានៅជិតសន្តាគារលើរ៉ូយ៉ាល់ដែលទទួលចិនទទួលអីសម្រាប់ងាយស្រួលក្នុងការធ្វើម្ហូបអញ្ចឹងក្នុងការចិញ្ចឹមសត្វនេះគឺគាត់អត់បានបំផ្លាញឯកសារទេគឺសរសើរសំណាងយើងដែរដែលគាត់អត់បំផ្លាញយើងបានសល់សម្រាប់ធ្វើជាឯកសារប្រវត្តិសាស្ត្រអញ្ចឹងគាត់យករុញទូនេះគឺរុញតាគៀនហើយអាសភៅដែលទុកនៅទីនេះគឺគាត់យកជូនទៅលើនោះអញ្ចឹងនៅដល់រុញតាគៀនទៅអាធ្លានេះស្លាស់អញ្ចឹងគាត់ទុកណែស្អីចំណៃជ្រូកច្រកទាំងបាវក៏ទៅជាចំណៃជ្រូកហើយទីធ្លាក្រៅគេសัตว์ទៅចាក្នុងការបំផ្លាញឯកសារគឺឯកសារសម័យបារាំងគឺអត់បំផ្លាញតតែសោះក៏ចាប់នៅមិនគឺនៅអញ្ចឹងព្រោះវានៅជាន់ទី1និងជាន់ទី2ចាអត់ផ្លាញតែឯកសារជាសភៅវាជូនទៅជាន់ទី1ចាជាន់ទី1គឺដូចជារាជកិច្ចដូចជាស្អីចឹងណាទោះបីមានវិបត្តិទាំងនេះក៏ដោយបេតិកភណ្ឌឯកសាររបស់កម្ពុជាជាច្រើននៅតែបានរក្សាទុកនិងបន្សល់រហូតមកដល់សព្វថ្ងៃបន្ទាប់ពីរំដោះបានពីរបបកម្ពុជាប្រជាធិបតេយ្យរដ្ឋាភិបាលបានរៀបចំបណ្ណាសាឋានជាតិឡើងវិញភ្លាមៗដើម្បីអភិរក្សឯកសារទាំងនេះសម្រាប់ជំនាន់ក្រោយពេលឆ្នាំ1983
ទីស្តីការគណៈរដ្ឋមន្ត្រីហ្នឹងបានបង្កើតជានាយកដ្ឋានតម្កល់ឯកសាររដ្ឋគឺមានអនុក្រឹត្យលេខ01ចានៅឆ្នាំ1983ហ្នឹងបង្កើតជានាយកដ្ឋានតម្កល់ឯកសាររដ្ឋដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីហើយនៅពេលហ្នឹងគឺមានលោកសប្តាហ៍គាត់នៅទេគឺអាយដាមសិនខិនចាសប្តាហ៍នេះគាត់កាន់សមាគមសង្ឃសង្គ្រោះនៅទីស្តីការគណៈរដ្ឋមន្ត្រីចាលោកសិនខិនហ្នឹងគាត់កាន់ការងារបណ្ណសារនេះនៅសម័យក្រោយឆ្នាំ79គឺឆ្នាំ83ហើយដល់ពេលឆ្នាំ84យើងបានចេញសារាចរមួយទៀតគឺសារាចរលេខ09ចុះថ្ងៃទី21ខែ9 84ស្ដីពីការងារចាត់តាំងការងារតម្កល់ឯកសាររដ្ឋចានៅក្នុងហ្នឹងមានចំណុចមួយគឺទីស្តីការគណៈរដ្ឋមន្ត្រីបាននិយាយថាគឺក្រសួងឃោសនាការវប្បធម៌ត្រូវប្រគល់ឃ្លាំងតម្កល់ឯកសាររដ្ឋនេះទាំងឯកសារក្នុងរបបសង្គមមុនមួយចំនួនត្រូវប្រគល់ទៅឲ្យនាយកដ្ឋានតម្កល់ឯកសាររដ្ឋគ្រប់គ្រងចាប់តាំងពីឆ្នាំ1984មកបណ្ណាសាធារជាតិកម្ពុជាបន្តដំណើរការជារចនាសម្ព័ន្ធក្រោមទីស្តីការគណៈរដ្ឋមន្ត្រីចំណែកឯបណ្ណាល័យជាតិស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចាប់ពីពេលនោះមកអ្នកដឹកនាំដែលជាប្រធានបណ្ណាសាធារជាតិមានដូចជាលោកសិនខិនគឺជាអនុប្រធានទទួលបន្ទុករួមពីឆ្នាំ1984និងត្រូវបានតែងតាំងជាប្រធានពីឆ្នាំ2001ដល់ឆ្នាំ2003លោកស្រីឆែមនាងពីឆ្នាំ2003ដល់ឆ្នាំ2011លោកស្រីលឹមគីពីឆ្នាំ2012ដល់ឆ្នាំ2014លោកស្រីអ៊ីដារីពីឆ្នាំ2015ដល់ឆ្នាំ2021លោកស្រីកៅសូនីពីឆ្នាំ2021ដល់ឆ្នាំ2023លោកមុំច័ន្ទពីឆ្នាំ2023រហូតដល់បច្ចុប្បន្នបាទតួនាទីភារកិច្ចបានសារគឺយើងមាន4ចំណុចទី1គឺយើងអភិរក្សបានសារសាធារណៈហើយចំណុចទី2គឺយើងប្រមូលទទួលបានសារធារណៈហើយនឹងចំណុចទី3គឺយើងត្រូវត្រួតពិនិត្យបណ្ដុះបណ្ដាលការងារថែសារបានសារដូចជាតាមក្រសួងទីឬខេត្តក្រុងផ្សេងហើយនឹងទី4គឺយើងផ្សព្វផ្សាយដើម្បីឲ្យគេយល់ដឹងអំពីសារៈសំខាន់នៃបានសារបាទសប្តាហ៍ថ្ងៃបានសារឋានជាតិដែលមានភារកិច្ចដ៏សំខាន់ជារៀងរាល់ថ្ងៃគឺយើងអភិរក្សផ្ដោតទៅលើតាំងពីការ scan តាំងពីការ copy ឬក៏ជួសជុលឬក៏ជា microfilm ជាដើមនៅចន្លោះឆ្នាំ1992ដល់ឆ្នាំ2005អ្នកជំនាញបណ្ណាសាជនជាតិអូស្ត្រាលីលោក Peter Afani បានដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងបណ្ណាសាឋានជាតិកម្ពុជាដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំនិងមន្ត្រីបណ្ណាសាឋានជាតិលោកបានជួយអភិវឌ្ឍប្រព័ន្ធអភិរក្សនិងមីក្រូហ្វីមបណ្ដុះបណ្ដាលជំនាញដល់បុគ្គលិកកែលម្អមូលដ្ឋានទិន្នន័យរៀបចំឯកសារតាមស្តង់ដារអន្តរជាតិនិងស្វែងរកថវិកាព្រមទាំងឧបករណ៍ចាំបាច់ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការធ្វើឲ្យការងារបណ្ណាសាទំនើបឡើងនិងធានាការអភិរក្សបេតិកភណ្ឌឯកសាររបស់កម្ពុជារយៈពេលវែងសប្តាហ៍ថ្ងៃបណ្ណាសាឋានជាតិអនុវត្តការងារសំខាន់ប្រចាំថ្ងៃដែលផ្ដោតលើការអភិរក្សរួមមានការស្កេនការថតចម្លងការជួសជុលនិងការធ្វើមីក្រូហ្វីមឯកសារការងារបច្ចេកទេសនេះ
ក៏រួមបញ្ចូលការអភិរក្សផែនទីនិងសៀវភៅព្រមទាំងការបំលែងឯកសាររឹងទៅជាទម្រង់អេឡិចត្រូនិកដែលអាចស្វែងរកនិងប្រើប្រាស់តាមប្រព័ន្ធកុំព្យូទ័របាន ជំនាញដែលខ្ញុំនៅទីនេះបច្ចុប្បន្ននេះជាប្រចាំគឺខ្ញុំត្រួតបន្ទុកខាងការងារបច្ចេកទេស Digital ផ្នែក Digital និងប្រព័ន្ធគ្រប់គ្រងប្រព័ន្ធបណ្ណសារនៅកន្លែងរបស់យើងនេះបើយើងនិយាយជា Digital នៅក្នុងនេះបែរថាគឺយើងបំលែងឯកសាររបស់យើងដែលជា hard copy គឺជាឯកសាររឹងហ្នឹងទៅជាទម្រង់អេឡិចត្រូនិកដែលអាចស្រាវជ្រាវនិងប្រើប្រាស់បានលើប្រព័ន្ធកុំព្យូទ័រឆ្នាំ 2022 យើងទទួលគម្រោងពីសមាគមចិនកម្ពុជាក្រោមដែលនៅក្នុងចំនួនរបស់លោកជំទាវលោកស្រីកៅសុនីដែលជាប្រធានបណ្ឌសាឋានជាតិនៅពេលនោះហើយគាត់បានធ្វើការតំណែងអ្នកអង្គការពងខៀវសែហើយក៏បានស្នើសុំផ្ទាល់ពីឯកឧត្តមហើយបានទទួលជាជំនួយដើម្បីអនុវត្តគម្រោងនេះហើយបន្ទាប់ពីគម្រោងនោះយើងមានសម្ភារៈដើម្បីអនុវត្តរហូតដល់សប្តាហ៍ថ្ងៃគឺយើងបានគម្រោង Digital បណ្ណសាររដ្ឋបាលសម័យបារាំងចាគម្រោងនេះគឺឧបត្ថម្ភដោយអ្នកអង្គការពងខៀវសែឧបករណ៍ Digital យើងបានរៀបចំទៅតាមស្តង់ដារ UNESCO ឧបករណ៍ Digital ទាំងអស់នោះគឺកំពុងបានបន្តប្រើប្រាស់នៅបណ្ណសាឋានជាតិសប្តាហ៍ថ្ងៃនេះសប្តាហ៍ថ្ងៃខ្ញុំមានជំនាញពិសេសមួយដែលអ្នកខ្លះគឺអត់យល់គឺជំនាញហ្នឹងគឺខាងអភិរក្សនិយាយទៅការជួសជុលឯកសារដូចជាផែនទីប្លង់ឬក៏សភៅដេឡើងវិញសភៅចាស់អញ្ចឹងនេះជាជំនាញរបស់ខ្ញុំបាទផែនទីយើងក្នុងនិយាយទៅវាតាំងពី1863មកអញ្ចឹងហើយឯកសារហ្នឹងវាជាង100ឆ្នាំហើយអញ្ចឹងគឺវាពុកផុយរហែកជាដើមតកតងនឹងផែនទីនិងប្លង់នៅបណ្ណសាឋានជាតិយើងទាំងអស់មាន1000បើតាមខ្ញុំចាំគឺមាន1737ទាំងហើយដែលផែនទី1737ទាំងហ្នឹងចាមិនទាន់ Digital ជាលក្ខណៈបច្ចេកទេសបណ្ណសារដូរដែលនាងខ្ញុំបានលើកឡើងមុនហ្នឹងទេគឺអត់មានតែម្ដងគឺសប្តាហ៍ថ្ងៃនេះគឺយើង scan តាមរបៀប scan ឯកសារធម្មតាចាដែលមិនមានលក្ខណៈជាការ Digital បែបផែនទីតាមបែបស្តង់ដារខៃការអភិរក្សសម្ភារៈទាំងនេះតម្រូវឲ្យមានការងារបច្ចេកទេសជាបន្តបន្ទាប់និងការគាំទ្រពីជំនាញឯកទេសគ្រប់គ្រាន់បណ្ណាសាឋានជាតិកម្ពុជាក៏មានភារកិច្ចចម្បងមួយដែរគឺការបម្រើការស្រាវជ្រាវដល់សិស្សនិស្សិតនិងសាធារណជនទាំងជាតិនិងអន្តរជាតិអាចមកស្រាវជ្រាវរកបណ្ណាសារឬឯកសារដែលពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវឬគោលបំណងរបស់ខ្លួនយើងបម្រើការស្រាវជ្រាវគិតថាចាប់ពីឆ្នាំ93យើងបោះឆ្នោតមកគឺប្រទេសកម្ពុជាយើងត្រូវបំពេញនៅរចនាសម្ព័ន្ធផ្សេងៗទៅតាមក្រសួងមន្ទីរដែលចាំបាច់ត្រូវមកសិក្សានិងស្រាវជ្រាវដើម្បីបំពេញរចនាតាមព្រះរាជាណាចក្រកម្ពុជាលើកទី2ទទួលបន្ទុកអ្នកបម្រើការស្រាវជ្រាវដោយថាខ្ញុំជួយពេលណាគ្នាដោយថាមានការពិបាកក្នុងការនិយាយភាសាឬក៏តាក់ទងជាមួយបរទេសអីខ្ញុំទៅជួយអញ្ចឹងទៅនិយាយទៅគាត់ច្រើនតែបំពេញនៅសារណាផ្សេងចប់បណ្ឌិតរបស់គាត់ឬបញ្ញារបស់គាត់ដើម្បីគាត់ឡើងជាបណ្ឌិតអីចឹងទៅគាត់មកស្រាវជ្រាវនៅទីនេះហើយដូចជាអ្នកចេះដឹងមួយចំនួនតាក់ទងនឹងប្រវត្តិសាស្ត្រតាក់ទងនឹងវប្បធម៌អរិយធម៌ផ្សេងដែលគាត់មកស្រាវជ្រាវនិយាយទៅវិស័យគ្រប់វិស័យទាំងអស់តាំងពីវិស័យសង្គ្រាមលោកលើកទី1ទី2វប្បធម៌អរិយធម៌ខ្មែរព្រំដែនអីផ្សេងគឺគាត់ស្រាវជ្រាវសេដ្ឋកិច្ចជាពិសេសនយោបាយសេដ្ឋកិច្ចនឹងហ្មងដែលគាត់សិក្សាស្រាវជ្រាវក្នុងចំណោមអ្នកស្រាវជ្រាវដែលធ្លាប់សិក្សាអំពីស្ថាប័នព័ត៌មានរបស់កម្ពុជាមានលោកជំទាវ Helen Jarvis
បច្ចុប្បន្នគឺជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាជាអតីតអ្នកជំនាញបណ្ណាសានិងជាអ្នកស្រាវជ្រាវបានមកធ្វើការយ៉ាងច្រើនអំពីហេដ្ឋារចនាសម្ព័ន្ធព័ត៌មានរបស់កម្ពុជាក្នុងទសវត្សរ៍ឆ្នាំ1990 But through the 1990s, I was doing research. I received a grant from the Australian Research Council for study and research on the information infrastructure of Cambodia. So the foundation of the libraries, the archives, the publishing sector, even telegraph and radio and television. I was looking at right across the whole information sector through the 1990s. And so I started doing my own research in the National Library and the National Archives. I published a bibliography of Cambodia and that was a lot of research in the National Archives to publish this in a series called World Bibliographical Series, Volume 200, so many countries are in this series. ខ្ញុំកាលនោះគឺខ្ញុំរៀននោះគឺសរសេរសារណាគឺឆ្នាំតាមអរិយកិច្ចឆ្នាំ1927ចឹងពេលនោះហើយដែលខ្ញុំចាប់តាមឈ្មោះទៅអានឬក៏ប្រមូលឯកសារនៅទីនោះគឺនៅឆ្នាំឯកសារដែលតាក់ទងក្នុងអរិយកិច្ចឆ្នាំ1927រឿងបណ្ណាស្ថាននេះគឺมันមានការបញ្ឈប់ទេពីព្រោះកន្លែងហ្នឹងគឺជាកន្លែងមួយដែលយើងត្រូវតែជាម្ខាងសម្រាប់ការសរសេរកិច្ចការអីក៏ដោយរហូតដល់ពេលក្នុងពេលដែលទីនេះដែលខ្ញុំក្នុងទូនាទីជាប្រធានយុគឋានហ្នឹងក៏ដូចជាអនុប្រធានគណៈកម្មការបច្ចេកទេសប្រវត្តិជាហ្នឹងគឺត្រូវចាំបាច់ឲ្យទៅសិក្សាស្រាវជ្រាវជាឧទាហរណ៍រយៈពេលកន្លងមកយើងបានធ្វើបច្ចេកសព្ទហ្នឹងទាក់ទងប្រវត្តិខេត្តនៅក្នុងដំណាក់កាលដែលខ្ញុំបានរៀននៅបញ្ញាបត្រជាន់ខ្ពស់នៅក្នុងឆ្នាំ2006 2007រហូតដល់2008គឺខ្ញុំធ្លាប់បានមកធ្វើការសិក្សាជាលើកដំបូងនៅក្នុងដំណាក់កាលជំហានទី2នៃការដែលមកសិក្សាស្រាវជ្រាវនៅទីនេះគឺដល់យើងខ្ញុំធ្វើការនៅក្នុងកម្រិតរដ្ឋបាលមូលដ្ឋានយូរឆ្នាំអញ្ចឹងហើយយើងខ្ញុំចង់ចងក្រងនៅឯកសារដែលពាក់ព័ន្ធទៅនឹងទីកន្លែងដែលខ្ញុំបានធ្វើបំពេញការងារនោះរៀបចំចងក្រងជាប្រវត្តិមែនតើគឺរដ្ឋបាលមានថ្នាក់ស្រុកនិងថ្នាក់ខេត្តតែខ្ញុំបានបំពេញការងារគឺមុនដំបូងគឺខ្ញុំចងក្រងសម្រាប់ស្រុកមុខពូលហើយនិងស្រុកពញាលឺដែលខ្ញុំបានធ្លាប់ទទួលភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ឲ្យជាអភិបាលស្រុកនៅទីនោះហើយនឹងប្រវត្តិនៃរដ្ឋបាលខេត្តកណ្ដាលដែលបានបំពេញភារកិច្ចកន្លងមកក៏ដូចជាកំពុងតែបំពេញភារកិច្ចសប្តាហ៍ថ្ងៃអញ្ចឹងក្នុងរយៈពេល7ឆ្នាំជាងនេះលើកលែងតែអំឡុងពេលនៃកូវីដដែលយើងមិនអាចមកធ្វើការស្រាវជ្រាវបានក្នុងចន្លោះពេលនេះគឺក្រៅពីម៉ោងការងារអាចថាចុងម៉ោងឬមួយក៏ម៉ោងដែលអាចឆ្លៀតបានក្នុងមួយសប្តាហ៍អាចមកពេលឬមួយក៏ពីរពេលដែលខ្ញុំត្រូវមកប្រមូលឯកសារទាំងនេះគឺថាយើងបានទទួលនៅព័ត៌មានយ៉ាងច្រើនហើយព័ត៌មាននោះពិតជាយើងអាចនិយាយបានថាជាព័ត៌មានដែលពិតប្រាកដហើយប្រហែលជាគ្មានកន្លែងផ្សេងដែលបានផ្ដល់នូវព័ត៌មាននេះក្រៅពីទីនេះទេខ្ញុំចាប់ផ្ដើមស្រាវជ្រាវនៅបណ្ណាសាស្ត្រជាតិគឺពីឆ្នាំ2023ថ្មីហ្នឹងទេ2023ពេលនោះខ្ញុំនៅជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យមួយនៅអាមេរិកនៅឡើយបាទ2023ហ្នឹងខ្ញុំមកស្រាវជ្រាវទៅសេសភៅហ្នឹងហើយពីការកសាងជាតិឡើងវិញបន្ទាប់ពីរបបឡាយពិសាសរហូតមកដល់ដើមឆ្នាំ2024ហើយឥឡូវនេះក៏នៅបន្តស្រាវជ្រាវដែរដើម្បីបញ្ចប់នៅសិភៅនេះព្រោះការស្រាវជ្រាវនៅបណ្ណាសាស្ត្រជាតិតម្រូវឲ្យស្រាវជ្រាវបានស៊ីជម្រៅឯកសារមានច្រើនណាស់ដូចក្នុងនេះជាប៉ុន្តែជាប្រអប់មួយប្រអប់នេះគឺមានឯកសារដ៏មានតម្លៃជាច្រើនពីឆ្នាំ1979ដល់91ការស្រាវជ្រាវរបស់ខ្ញុំគឺផ្អែកទៅលើធានបទ3ធំៗទាក់ទងនឹងអំពើប្រល័យពូជសាសន៍ទាក់ទងទៅនឹងសង្គ្រាម
តាក់ទងទៅនឹងសន្តិភាពការស្រាវជ្រាវនេះសំខាន់ណាស់ព្រោះបណ្ណាសាស្ត្រដ្ឋានជាតិគឺជាបេតិកភណ្ឌជាតិមួយដែលมันអាចកាត់ថ្លៃបានរក្សានៅសំណុំឯកសារប្រវត្តិសាស្ត្រ I'm doing my PhD, which is related on how French colonialism has impacted the perception of Khmer linguistic and cultural identity. And to really understand what happened during the colonial era, I need to spend time at the National Archives to look at the legislation, the rules, the letters, all the exchange that happened during Anani Kumbarang with the French administration and the Khmer royal government to understand better the impacts that it created back then. សំឡេងទាំងអស់នេះរួមគ្នាបង្ហាញពីតួនាទីយ៉ាងច្បាស់អំពីសារៈសំខាន់របស់បណ្ណាសាស្ត្រដ្ឋានជាតិក្នុងវិស័យស្រាវជ្រាវនិងការកសាងចំណេះដឹងជាតិវាជាកញ្ចក់ឆ្លុះបញ្ចាំងហើយវាជាឯកសារដ៏សំខាន់បំផុតសម្រាប់កំណែទម្រង់ស្ថាប័នដោយសារថាវាជាឯកសាររស់ជាឯកសារពិតដែលមិនមានការកែច្នៃឬក៏មិនមានការថតចម្លងយើងនៅក្នុងសម័យហ្នឹងយើងធ្វើការរបៀបណាឯកសារជាតិនៅក្នុងសម័យនោះគឺមានទាំងអស់ទាំងសមិទ្ធផលទាំងបញ្ហាប្រឈមទាំងហេតុការណ៍ដែលកើតឡើងយើងអាចយកវាជាកញ្ចក់ឆ្លុះបញ្ចាំងក៏ដូចជាបទពិសោធន៍ពីអតីតកាលសម្រាប់កសាងផែនការឬក៏កសាងជាតិមួយដែលផ្អែកទៅលើបទពិសោធន៍នៅសម័យអតីតកាលយើងអាចចាត់ទុកថាឯកសារនៅបណ្ណាសាស្ត្រដ្ឋាននេះគឺជាគម្ពីរសម្រាប់អ្នករដ្ឋបាលក៏ដូចជាអ្នកស្រាវជ្រាវខ្លាយទៅជាគម្ពីរនេះគឺមិនមានពីរទេខ្ញុំគិតថានៅកម្ពុជាប្រហែលជាមិនមានពីរមានគម្ពីរតែមួយដែលមានប្រភពដើមច្បាស់លាស់ហើយបានកត់ត្រាជាលាយលក្ខណ៍អក្សរច្បាស់លាស់បាទគឺការកត់ត្រាតាមកាលប្រវត្តិក៏ដូចជាតាមកិច្ចការដែលបានធ្វើពីអតីតកាលនោះគឺគាត់បានកត់ត្រាទុកអំពីរបៀបរបបការបណ្ណាសាមិនត្រឹមតែរក្សាទុកឯកសារប៉ុណ្ណោះទេប៉ុន្តែថែមទាំងរក្សាទុកស្មារតីចងចាំជាប្រវត្តិសាស្ត្រជាតិថាខ្ញុំថាកន្លែងនេះហាក់ដូចជាមន្ទីរពេទ្យមួយសិតតអ្នកជំងឺហើយពួកយើងទាំងអស់គ្នាហ្នឹងមានពេទ្យផងមានអ្នកកំដរផងគឺថាយើងពេទ្យហ្នឹងគឺអ្នកបច្ចេកទេសជួសជុលឯកសារទាំងអស់ហ្នឹងហើយយើងអ្នកថែរក្សាហ្នឹងអ្នកកំដរហ្នឹងគឺយើងកាន់ថ្នមដើម្បីទៅយកទៅជូនអ្នកស្រាវជ្រាវអញ្ចឹងបានច្រើនតែប្រាប់អ្នកស្រាវជ្រាវថាតើតែជួយថែបានយើងបានគង់វង្សរហូតទៅដល់កូនចៅយើងចំនួនក្រោយអញ្ចឹងបានសេចក្តីថាសភាពឯកសារនៅពេលនេះឥឡូវកំពុងតែរងគ្រោះកំពុងតែប្រឈមនឹងភាពគឺថាលហាយពុកផុយទាំងអស់ហ្នឹងអញ្ចឹងតែថាគ្នាឯកសារទាំងអស់ហ្នឹងកំពុងតែរងចាំការជួយសង្គ្រោះហើយរាល់ថ្ងៃនេះគឺថាពេលណាដែលយើងបានបើកមើលឯកសារទៅគ្រាន់ថាខ្លះឃើញនៅល្អទៅយើងសប្បាយចិត្តទៅខ្លះឯកសារដែលភ្ញៀវមករកទៅមានសភាពពុកផុយខ្លាំងក៏ថាមិនអាចជូនបានទេតើតែទុកយើងធ្វើការជួសជុលសិនជាបញ្ហារបស់យើងសប្តាហ៍យើងទីមួយគឺកង្វះធនធាននៅក្នុងការដូចជាធនធានថវិកាទាំងធនធានមនុស្សដោយយើងបច្ចុប្បន្ននេះដូចបានលើកឡើងថាយើងមានតែឧបករណ៍ scan តែមួយឈុតទេនៅក្នុងឯកសារ digital របស់យើងនេះបើសិនបើយើងត្រឡប់មើលទៅក្នុងសភាពឯកសាររបស់យើងវាពីមួយថ្ងៃទៅមួយថ្ងៃវាវិវត្តកាន់តែខ្លាំងហើយបើសិនបើយើងពុំមាន copy ធ្វើបាន copy ឯកសារផ្សេងដើម្បីឲ្យអ្នកប្រើប្រាស់ស្រាវជ្រាវទេអញ្ចឹងគឺយើងចាក់ស្ដាយគឺយើងប្រើឯកសារនេះដើម្បីឲ្យភ្ញៀវស្រាវជ្រាវតែម្ដងអញ្ចឹងបើសិនបើយើងបន្តនៅបែបនេះទៀតឯកសាររបស់យើងកាន់តែចាស់ការប្រើប្រាស់កាន់តែធ្វើឲ្យនៅពេលដែលភ្ញៀវស្រាវជ្រាវកាន់តែធ្វើឲ្យឯកសាររបស់យើងនឹងកាន់តែមានសភាពយ៉ាប់ឬក៏អាចខូចខាតលឹះឡើងបន្តទៅមុខទៀតយើងត្រូវទីមួយយើងត្រូវអភិរក្សបណ្ណាសាចាពីព្រោះឯកសារ
ទាំងអស់ដែលតម្កល់ទុកនៅបានសាឋានជាតិគឺជាបេតិកភណ្ឌជាតិអញ្ចឹងអភិរក្សគឺត្រូវការចាំបាច់ណាស់គឺទី1យើងមិនទាន់មានឧបករណ៍ជួសជុលទំនើបសម្រាប់ជួសជុលបានសាចាហើយមួយទៀតគឺសម្រាប់ digital ចក្ខុវិស័យរបស់បានសាគឺទី1ចង់បានឃ្លាំងថ្មីសម្រាប់យើងផ្ទុកទៅប្រហែលឆ្នាំទៅមុខទៀត So we do need another repository or even possibly something in that precinct, but please don't move out lose the old building for the heart of the National Archives. That would be my suggestion. ទី2គឺសុំធនធានមនុស្សឲ្យបានហើយទី3គឺយើងមានសម្ភារៈឧបករណ៍ដើម្បីអភិវឌ្ឍបានសាយើងទៅប្រហែលឆ្នាំទៅមុខទៀត But I think that we need to have proper needs assessment, assessment of the physical condition, assessment of the procedures that are used, and far more training. So we need a professional archivist. ជាទស្សនៈរបស់ខ្ញុំដែរថាគួរតែអភិវឌ្ឍស្ថាប័នបណ្ណាសាស្ត្រជាតិនេះដើម្បីឲ្យវាធំឡើងបាទធំឡើងសម្រាប់ផ្ទុកឯកសារដែលបណ្ដាក្រសួងស្ថាប័នទាំងអស់ដែលបានធ្វើចប់កិច្ចការហើយយកទៅមកតម្កល់នៅទីនេះក៏ដូចជាបើកសម្រាប់ឲ្យអ្នកស្រាវជ្រាវកាន់តែចំនួនច្រើនឡើង អញ្ចឹងនៅពេលដែលយើងមិនទទួលរបស់ក្រសួងស្ថាប័នណាខ្លះគឺយើងបាត់បេតិកភណ្ឌពាក្យហើយក៏បាត់ការងារដែលយើងចង់បង្ហាញពិភពលោកថាបានសាឋានជាតិគឺជាឯកសារបេតិកភណ្ឌជាតិគ្រប់វិស័យយើងត្រូវតែដាក់បញ្ចូលបណ្ណាសារទាំងអស់ហ្នឹងចូលជាបេតិកភណ្ឌពិភពលោក ការពង្រឹងបណ្ណាសាឋានជាតិកម្ពុជាគឺមានសារៈសំខាន់ជាខ្លាំងក្នុងការអភិរក្សបេតិកភណ្ឌឯកសាររបស់កម្ពុជាសម្រាប់ជំនាន់ក្រោយបណ្ណាសាឋានជាតិមិនមែនគ្រាន់តែជាកន្លែងរក្សាទុកឯកសារដើមនិងចំណាស់ប៉ុណ្ណោះទេប៉ុន្តែជាបណ្ដុំស្មារតីចងចាំជាបេតិកភណ្ឌវប្បធម៌និងជាការបន្តអត្តសញ្ញាណជាតិតាមរយៈការអភិរក្សឯកសារនិងកំណត់ត្រាផ្លូវការភស្តុតាងប្រវត្តិសាស្ត្រនិងសម្លេងពីអតីតកាលបណ្ណាសាឋានជាតិជួយឲ្យប្រជាពលរដ្ឋយល់ដឹងអំពីប្រវត្តិសាស្ត្ររក្សាអត្តសញ្ញាណធានាឲ្យមានការទទួលខុសត្រូវនិងបន្តចែករំលែកចំណេះដឹងទៅកាន់មនុស្សជំនាន់ក្រោយបើគ្មានបណ្ណាសាររឹងមាំប្រទេសមួយអាចប្រឈមនឹងការបាត់បង់ភស្តុតាងអំពីដើមកំណើតនិងបាត់បង់ទិសដៅសម្រាប់អនាគតរបស់ខ្លួនហេតុនេះហើយការអភិរក្សបណ្ណាសារគឺជាការអភិរក្សអតីតកាលដើម្បីកសាងអនាគត